ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីថ្ងៃនេះមកស្រោចទឹកដំណាំតិចតួចនៅខាងមុខផ្ទះហ្នឹងបងប្អូននិយាយទៅការងារខ្ញុំពេលព្រឹកព្រលឹមឡើងបន្ទាប់ពីជូនកូនទៅសាលាអស់ហើយអីអស់ហើយហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយប៉ុន្តែថ្ងៃនេះគឺគាត់អត់ទៅសាលាទេដោយសារតែថ្ងៃសៅរ៍អញ្ចឹងណាអញ្ចឹងពេលព្រឹកព្រលឹមឡើងគាត់ទៅហែទឹកហើយខ្ញុំបន្ទាប់ពីស្រោចបន្លែអីអស់ហើយនេះគឺមកឆ្លៀតមកខាងក្រោយហ្នឹងតម្លើងឆាត់ទុកពេលដែលគាត់ត្រឡប់មកវិញហ្នឹងគឺនាំគ្នាអង្គុយលេងនៅខាងក្រោយផ្ទះចឹងណាបងប្អូនបន្ទាប់មកគឺខ្ញុំឆ្លៀតទៅចិត្តផ្លែឈើទុកឲ្យគាត់ដោយសារតែថ្ងៃនេះពួកខ្ញុំចង់អាំងសាច់ពេលបន្ទាប់ពីហ្នឹងអញ្ចឹងពេលព្រឹកព្រលឹមនេះគឺអត់ទាន់បានញ៉ាំអីទេខ្ញុំនឹកឃើញថាខ្ញុំមានផ្លែ strawberry blueberry អញ្ចឹងហើយនឹងមាននំ cake 2ដុំទៀតអញ្ចឹងក៏រៀបចំដាក់នៅខាងក្រោយហ្នឹងចាំគាត់តែម្ដងទៅហើយនេះផ្លែនំគេនេះសិតតែរូបបេះដូងទៀតបងប្អូនហើយគាត់ចូលចិត្តញ៉ាំជាមួយនឹងប្រភេទសានណាដូចបងប្អូនឃើញហ្នឹងនិយាយទៅថែមជាមួយនឹង strawberry 2-3គ្រាប់ខាងលើហ្នឹងទៀតហើយពូហ្នឹងក៏គាត់ហូបដែរបងប្អូនជាមួយនឹងកាហ្វេទឹកកកទៀតបន្ទាប់ពីញ៉ាំអីអស់ហើយខ្ញុំមកបង្ហាញការងាររបស់ខ្ញុំនេះគឺដាំផ្កាហ្នឹងប្តីខ្ញុំទៅទិញសារក្រោយទៀតណាទិញសមហ្នឹងគឺអត់អស់ចិត្តទេអញ្ចឹងព្រលឹមឡើងប្រាប់ឲ្យគាត់ទៅយកពីផើងមកទៀតមកឥឡូវហ្នឹងគឺដាក់ដាំនៅមុខផ្ទះហ្នឹងឯងដាំក្នុងផើងហ្នឹងតែម្ដងណាបងប្អូននិយាយទៅគាត់ណាផ្កានៅក្នុងឆ្នាំនេះខ្ញុំចំណាយអស់ច្រើនគួរសមដែរហើយម្ដងវាប្រហែលជា$10ជាងទៅតាមប្រភេទផ្កានីមួយៗណាខ្ញុំអត់ហ៊ាននិយាយថាប្រហែលតាតម្លៃវានៅដដែលទេគឺអត់ទេតម្លៃរបស់វាគឺទៅតាមប្រភេទផ្កានីមួយៗហ្នឹងឯងហើយខ្ញុំដាំពីដើមនេះគឺផ្កាកុលាបនិយាយទៅមកជុំវិញផ្ទះហ្នឹងឆ្នាំហ្នឹងខ្ញុំដាំផ្កាកុលាបទាំងអស់តែម្ដងបន្ទាប់ពីខ្ញុំរៀបចំនេះដាក់ជីដាក់អីអស់ហើយហ្នឹងដាំផ្កាដាំអីអស់ហើយហ្នឹងគឺកាត់មកយើងមើលប្តីខ្ញុំមកផ្លែតនេះរៀបចំធ្វើកង់ឲ្យកូននិយាយទៅការងារផ្ទះថ្ងៃនេះចែកគ្នាធ្វើតែម្ដងណាកង់ហ្នឹងគឺបាញ់ថ្នាំថ្មីឲ្យគាត់ហើយប្តីខ្ញុំនៅនិយាយទៅគាត់ដាស់ចាញ់ណាសម្រាប់បាញ់ថ្នាំថ្មីហើយចំណែកខ្ញុំក៏ឆ្លៀតទៅខាងក្រោយផ្ទះនេះមកអង្គុយមើលពួកគាត់នេះថតរូបថតអីអញ្ចឹងណាជុំគ្នា3នាក់ហ្នឹងទៅពូគឺអត់បានថតជាមួយគ្នាទេគឺមានតែ3នាក់ហ្នឹងឯងហើយនិយាយពីថាតម្រាំតបានមកប៉ុសហ្នឹងគឺយូរដែរណាឥឡូវនេះគឺកាត់មកដល់ពេលល្ងាចនិយាយទៅវីដេអូនេះគឺមួយថ្ងៃវាស់ល្ងាចតែម្ដងបងប្អូនពួកខ្ញុំអាំងសាច់តែម្ដងហើយអាំងនេះគឺអត់ច្រើនទេសម្រាប់គ្នា3-4នាក់ហ្នឹងគឺខ្ញុំធ្វើតែប៉ុណ្្នឹងឯងហើយថ្ងៃនេះមានពួកម៉ាក់គាត់ម្នាក់មកលេងទៀតនិយាយថាមានជាប្រភេទសាឡាត់ដែរប៉ុន្តែខ្ញុំនេះនៅរវល់ជាប់អាំងសាច់អញ្ចឹងអត់បានទៅថតទេឲ្យពួកគាត់ញ៉ាំមុនតែម្ដងទៅហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូន